បាទជំរាបសួរបងប្អូនហ្នឹងហើយវីដេអូនេះដែរគឺចង់ធ្វើឡើងដើម្បីអរគុណទៅដល់លោកអ៊ំលោកពូអ្នកមីងក៏ដូចជាបងដែលតែងតែគាំទ្រនៅកសិដ្ឋានចិញ្ចឹមពពែរបស់ខ្ញុំបាទហើយនេះភៀវក្នុងនេះដែរគឺគាត់អញ្ជើញមកព្រឹកមិញតាំងពីម៉ោងម្ចាស់កសិដ្ឋានអត់ទាន់បានទៅដល់ហ្នឹងហើយសម្រាប់លោកអ៊ំនេះដែរគឺគាត់អញ្ជើញមកមើលបច្ចេកទេសនៃការថែទាំពពែក៏ដូចជាដាំដុះស្មៅសម្រាប់កសិដ្ឋានរបស់គាត់ដែរហ្នឹងហើយគឺអញ្ជើញមកចំថ្ងៃចូលឆ្នាំបាទហ្នឹងហើយសម្រាប់ថ្ងៃចូលឆ្នាំថ្ងៃទី15តែដោយសារខ្ញុំបាទរវល់ពេកមិនបានធ្វើវីដេអូអីសោះហ្នឹងហើយថ្ងៃនេះសូមធ្វើវីដេអូសរុបសម្រាប់បងមកមួយរយៈនេះហ្នឹងហើយឃើញថាមានការគ្រប់គ្រងច្រើនមែនទែនសម្រាប់ในការចែករំលែកបច្ចេកទេសនៃការថែទាំសត្វក៏ដូចជាបច្ចេកទេសនៃការដាំដុះស្មៅហើយយើងបានរៀបរាប់ពីបច្ចេកទេសនៃការរៀបចំប្រព័ន្ធទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡានឹងហើយឃើញថាវាចំណេញច្រើនមែនទែនហើយអធិស្ឋានមែនទែនសម្រាប់វីដេអូនេះការថតគឺมันបានល្អគ្រប់គ្រាន់នឹងហើយវាញាក់ញ័រមែនទែនហើយសម្រាប់លោកអ៊ំនេះដែរគាត់អញ្ជើញមកតាំងពីពោធិ៍សាត់បាទហើយអញ្ជើញមកវិញផ្លូវទៀតគាត់អត់បានតាក់ទងមកមុនសោះនេះគឺអញ្ជើញមកដល់ហ្នឹងម៉ោង7:12ហើយបាទហើយអ៊ំមានបញ្ហាសុខភាពអញ្ចឹងទៅយើងនៅឈរហាក្តៅចែកពីបច្ចេកទេសនៃការដាំដុះស្មៅដើម្បីបង្ហាញទៅជូនលោកអ៊ំត្រួសព្រោះថាលោកអ៊ំត្រឡប់ទៅវិញហ្នឹងគឺលោកអ៊ំចាប់ផ្ដើមរៀបចំភ្ជួររាស់ដីដើម្បីធ្វើការដាំដុះស្មៅនៅលើផ្ទៃដីរបស់លោកអ៊ំចំនួន 4-5 ហិកតាហ្នឹងហើយដើម្បីផ្គត់ផ្គង់សម្រាប់គោរបស់លោកអ៊ំដែរអញ្ចឹងពិតជាអរគុណមែនទែនសម្រាប់ឲ្យខ្ញុំតែងតែរីករាយនៅការផ្ដល់ជូនបច្ចេកទេសមួយចំនួនដូចជាអ្វីដែលខ្ញុំរៀនបានពីលោកគ្រូឬក៏រៀមច្បងដែលគាត់មានបទពិសោធន៍តទៅនឹងការដាំដុះស្មៅក៏ដូចជាបច្ចេកទេសនៃការថែទាំពពែនេះផងដែរហើយអរគុណមែនទែននេះពពែឈាម100រៀបចំទៅជូនខាងបងប្រុសនៅខាងខេត្តសៀមរាបតែគាត់ស្រឡាញ់នៃការចំពពែនេះហើយគាត់ចាប់ផ្ដើមសម្រាប់ឈាម100ចំនួន10ក្បាលហើយបងប្អូនចាំតាមដានទស្សនាបច្ចេកទេសនៃការថែទាំពពែក៏ដូចជាការដាំដុះស្មៅនៅ version បន្ទាប់បាទហ្នឹងហើយឃើញថាបងប្រុសទាំងពីរនាក់ពិតជារួសរាយរាក់ទាក់មែនទែនហើយថតឡើងអស់ពីចិត្តបាទហើយចាំមើលរយៈទៀតវីដេអូនឹងចេញហើយបាទហ្នឹងហើយបើមានចម្ងល់អីតាក់ទងពីបច្ចេកទេសនៃការដាំដុះស្មៅក៏ដូចជាថែទាំពពែសូមបងប្អូនតាក់ទងតាម Telegram ខ្ញុំបាទនឹងរីករាយផ្ដល់ជូនដោយឥតគិតថ្លៃនិងដោយឥតរារែកបាទអរគុណ